Nẹ mô tát sạ bhạ ca vạ tā rạ tā samma sambuddhassa. Nẹ mô tát sạ bhạ ca vạ tā rạ tā samma sambuddhassa. Nẹ mô tát sạ bhạ ca vạ tā rạ tā samma sambuddhassa. សូមអរកាយគ្រប់ដល់មហាសប្បុរសទាំងអស់តែនៅទីជិតទីឆ្ងាយគ្រប់ទិសទីទាំងអស់ក៏ដូចជាសូមគ្រប់ដល់សិលវ័នសិលវតីបាសកបាសិកាកូនចៅប្រុសស្រីទាំងអស់ដែលបានជើញមកសិក្សាប្រធមនៅគិរីរម្យនេះក្នុងវគ្គទី14ថ្ងៃនេះជាថ្ងៃទី16ខែ1ឆ្នាំ2026យើងបានជួបជុំគ្នាទីនេះទេវតាតែងតែអបអរសាទរខ្ញុំសូមប្រកាសអញ្ជើញទេវតាគ្រប់ទិសទីទាំងអស់ឋានណាក៏ដោយចន្ទណាក៏ដោយដែលតែងតែគោរពព្រះពុទ្ធជាម្ចាស់សូមយើងស្ដាប់ប្រធមដែលខ្ញុំអានតាមគម្ពីរបត្រៃពិដកនេះដើម្បីផ្អែកលើធម៌ពុទ្ធជាម្ចាស់និងពន្យល់ជូនដល់អស់លោកដែលបានជើញមកប្រតិបត្តិធម៌ទៅតាមអរិយមគ្គអង្គ8នេះខ្លឹមសារធម៌នេះស្ថិតនៅក្នុងបត្រៃពិដកភាគ16ទំព័រ243ព្រះពុទ្ធទ្រង់បានចូលមកគង់នៅឧបដ្ឋានសាលាដែលព្រះអនន្តថ្វាយក្រាលថ្វាយគ្រានោះព្រះဓម္មភាគទ្រង់ស្ដេចចូលកាន់ឧបដ្ឋានសាលាលុះចូលដល់ហើយក៏គង់លើសេនាសនៈដែលក្រាលថ្វាយព្រះធម្មភាគគង់ស្រេចហើយទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថាមនាភិក្ខុទាំងឡាយព្រហ្មចរិយៈនេះកប់បីតាំងនៅអស់កាលយូរអង្វែងកប់បីតម្កល់នៅអស់កាលដ៏យូរអង្វែងមួយទៀតសាសនាព្រហ្មចរិយៈនេះប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ដល់ជនច្រើនគ្នាដើម្បីសេចក្តីសុខដល់ជនច្រើនគ្នាដើម្បីអនុគ្រោះដល់សត្វលោកដើម្បីសេចក្តីចម្រើនដើម្បីជាប្រយោជន៍ដើម្បីសត្វលោកដល់ទេវតានិងមនុស្សទាំងឡាយដោយប្រការណាធម៌ទាំងឡាយណាដែលតថាគតបានសម្ដែងហើយដោយបញ្ញាដ៏ឧត្តមធម៌នោះអ្នកទាំងឡាយក៏បីរៀនឲ្យប្រព្រឹត្តហើយសែបចម្រើនឲ្យរឿយដោយប្រព្រឹត្តដោយនេះចុះនឹងខ្ញុំសូមអានមកប៉ុណ្ណឹងបន្តិចដើម្បីឲ្យកូនចៅប្រុសស្រីបានយល់ថាដែលខ្ញុំប្រែងប្រកាសសូមទេវតាអញ្ជើញមកស្ដាប់ធម៌ព្រះអង្គសម្ដែងនៅទីនេះស្ដាប់បានហើយណាដើម្បីសេចក្តីសុខដល់ជនច្រើនគ្នាដើម្បីអនុគ្រោះដល់សត្វលោកដើម្បីចម្រើនដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដល់ទេវតានិងមនុស្សទាំងឡាយដោយប្រការណាធម៌ទាំងឡាយណាដែលតថាគតសម្ដែងហើយដោយបញ្ញាដ៏ឧត្តមធម៌ទាំងឡាយនោះអ្នកទាំងឡាយក៏បីរៀនដោយប្រពៃហើយសែបចម្រើនរឿយដោយប្រការដូចនេះចុះហើយដូច្នេះយ៉ាងណាចាំខ្ញុំបញ្យល់តែខ្ញុំសូមបញ្ជាក់ថែមដែលព្រះអង្គសម្ដែងថាជាប្រយោជន៍យ៉ាងម៉េចទៅដើម្បីសេចក្តីសុខយ៉ាងម៉េចទៅយើងទាំងឡាយតែងចង់បានសេចក្តីសុខដូចជ័យមកទីនេះដោយសារតែព្រះទ្រង់សម្ដែងថាព្រហ្មចរិយធម៌នេះគឺអ្វីខ្លះទៅព្រហ្មចរិយធម៌គឺមានពោធិបក្ខយធម៌ទាំង37ប្រការនឹងបើសង្ខេបមកតែបើនិយាយដោយវែងដោយច្រើនដែលព្រះអង្គសម្ដែងគឺ 84000 បឋមខណ្ឌធម៌ 84000 បឋមខណ្ឌនេះព្រះអង្គសម្ដែងកន្លែងមានរយៈមានជ្រៅមានប្រសូតព្រះវិន័យព្រះអភិធម្មចឹងធម៌ទាំងអស់ព្រះអង្គសម្ដែងដើម្បីបញ្យល់ប្រុសសត្វលោកប្រុសភិក្ខុទាំងឡាយក៏ដោយប្រុសយើងទាំងអស់គ្នាឲ្យរួចផុតចាកទុក្ខដូច្នេះហើយបានព្រះអង្គសម្ដែងថាព្រហ្មចរិយៈនេះប្រព្រឹត្តទៅដើម្បីជាប្រយោជន៍យ៉ាងម៉េចខ្លះទៅយើងទាំងឡាយរស់នៅត្រូវការប្រយោជន៍សម្រាប់ជីវិតមានលៀបយសសរសើរសុខនឹងឯងជាប្រយោជន៍របស់យើងដែលយើងចង់បានប៉ុន្តែព្រះអង្គបញ្ជាក់ឲ្យថាបើបានហើយកុំចាប់ជំពាក់នឹងលៀបយសសរសើរសុខនេះជាប្រយោជន៍សម្រាប់ជីវិតយើងទាំងអស់គ្នាដែលរស់នៅនេះឯងហើយដើម្បីប្រយោជន៍នេះគឺតាំងមើលបានយូរដើម្បីសេចក្តីសុខសេចក្តីចម្រើនហើយដើម្បីអនុគ្រោះដល់សត្វទាំងឡាយសុខទាំងទេវតាទាំងមនុស្សដោយសារធម៌ព្រះអង្គបានសម្ដែងនេះឯងជាធម៌ដែលព្រះអង្គត្រាស់ដឹងដោយបញ្ញារបស់ព្រះអង្គ
ពុំមានអ្នកណាឲ្យបញ្ញាព្រះអង្គទេគឺយើងទាំងអស់គ្នាកំពុងហ្វឹកហាត់នេះគឺដើម្បីឲ្យបញ្ញាខ្លួនឯងនឹងឯងដោយព្រះអង្គហ្វឹកហាត់ពីនៅជាបឋិជនព្រះអង្គព្យាយាមមានទានបារមីព្រះអង្គទាំង30ទាំងមានសាមញ្ញបារមី10ឧបបារមី10និងបរមត្តបារមី10អញ្ចឹងបូកទៅ30អញ្ចឹងព្រះអង្គព្យាយាមផ្ដល់ឲ្យខ្លួនឯងឧទាហរណ៍ថាទានបារមីដូចយើងកំពុងបំពេញដូចជាក្មួយអញ្ជើញមកស្ដាប់ធម៌ប្រតិបត្តិធម៌សមាធិបស្សនាតែងចិត្តជ្រះថ្លារីករាយចូលកសាងមហាប្រាសាទចាគម្ពីរបត្រៃបិដកពុទ្ធបរិស័ទមួយចំនួនលោកមិនបានមករៀនមែនតែលោកព្យាយាមជួបនៅភ្នំពេញឬក៏នៅទីនេះដើម្បីចូលកសាងមួយចំណែកទៀតនោះអិសរជនសពរស់ជនរួមទាំងព្រះមហាក្សត្រនៅក្នុងប្រទេសផងក៏លោកចូលទៅតាមសទ្ធាតិចច្រើនទៅតាមនឹងដើម្បីរួមកសាងមហាប្រាសាទតម្កល់បត្រៃបិដកដូចជាព្រះចលាមចេតិយដូចជាវត្តអារាមពុទ្ធស្ថានទាំង4កន្លែងផ្លូវទីតាំងដែលយើងត្រូវគោរពបូជាច្រើនកន្លែងដូចជាកន្លែងពុទ្ធកសាងពុទ្ធ 84000 ព្រះអង្គជាដើមកសាងព្រះចលាមចេតិយបានបុណ្យមហាសាលដោយសារតម្កល់ប្រទេសសរីរកធាតុពុទ្ធជាម្ចាស់អញ្ចឹងក្នុងគណៈហ្នឹងព្រះអង្គឲ្យយើងមិនលះបង់ទ្រព្យសម្បត្តិតែរកបានដោយធម៌ដោយលំបាកហ្នឹងលះយកមកកសាងដើម្បីអីដើម្បីបានបុណ្យនឹងឯងជាប្រយោជន៍បុណ្យនឹងឯងជាប្រយោជន៍សូមយល់ឲ្យច្បាស់ថាពាក្យថាប្រយោជន៍នេះមានន័យទូលំទូលាយណាស់ប្រយោជន៍បាននៅសេចក្តីសុខបច្ចុប្បន្នសុខប្រលោកនិងសុខព្រះនិព្វាននោះឯងតែព្រះអង្គទៀបនឹងព្រះនិព្វានព្រះអង្គសម្ដែងថាមនាភិក្ខុទាំងឡាយតថាគតចាស់ហើយតថាគតអាយុ80ហើយក្រំគ្រាហើយប្រៀបដោយរទេះដែលអបដោយឫស្សីដែលអាចប្រព្រឹត្តទៅបានបើមិនបានអបដោយឫស្សីទេនោះមិនអាចបរទៅមុខបានទេដូចយើងទាំងអស់គ្នាសពថ្ងៃនេះជីវិតយើងចេះតែចាស់ទៅក្រំគ្រាត្រូវទៅត្រុតត្រោមទៅត្រូវមានជំងឺបៀតបៀនជានិច្ចម្លោះហើយត្រូវជួសជុលព្យាយាមព្យាបាលនឹងឯងអបដោយឫស្សីចឹងព្រះអង្គបញ្ជាក់ទៀតថាតថាគតនឹងលាអ្នកទាំងឡាយទៅនឹងលាអ្នកទាំងឡាយទៅព្រះអង្គលាយើងទៅហើយឥឡូវយើងបានសំណាងណាស់បានបុណ្យខ្លាំងមែនតែនដែលបានកើតតនព្រះពុទ្ធសាសនាហើយមានឱកាសរួមគ្នាកសាងមជ្ឈមណ្ឌលនេះដែលចាគម្ពីរបត្រៃបិដកត្រួតត្រងពុទ្ធវចនៈកសាងព្រះចលាមចេតិយដែលនៅមាននៅឋានតាវតឹងដែលទាំងអស់គ្នាបានឃើញហើយពេលពិធីបុណ្យមួយអាចារ្យតែងតែរៀបចំជើងពៀនតម្កល់រូបព្រះចលាមចេតិយនៅឋានតាវតឹងដាក់ឲ្យយើងគោរពបូជាហើយយើងបាននាំគ្នាកសាងព្រះចលាមចេតិយដើម្បីតម្កល់ព្រះសិទ្ធិធាតុដែលបានបុណ្យមហាសាលដែលព្រះអង្គសម្ដែងថាជាបុណ្យដ៏ខ្លាំងក្លាអស្ចារ្យក្រៃលែងមាននាំឲ្យមានអាយុវែងនិងអាចផ្ដាច់កម្មពៀវិរិយបានដំណើររឿងដែលកើតចលាមចេតិយព្រះពោធិសត្វដែលលោកបានតែពូនខ្សាច់ហ្នឹងក៏ជួយព្រះអង្គធ្វើដំណើរទៅបានសុខសប្បាយដែលព្រះអង្គតែងគោរពព្រះចេតិយគោរពព្រះចេតិយឥឡូវនេះយើងកសាងព្រះចេតិយនេះដែលព្រះអង្គទ្រង់សម្ដែងជាមួយស្ដេចលេចជីវីក៏ដូចគ្នាដែរបើព្រះចេតិយដែលគេគោរពបូជាហើយអ្នកតំណស្នងតកូលស្នងពូជម្បូរវងតកូលតមិនត្រូវបំផ្លាញព្រះចេតិយនោះទេឥឡូវនេះយើងបានកសាងព្រះចលាមចេតិយសម្រាប់តម្កល់សិទ្ធិធាតុបានអាយុវែងហើយអាចផ្ដាច់កម្មពៀវិរិយបានហេតុអីបានផ្ដាច់កម្មវិរិយបានព្រោះបានបុណ្យខ្លាំងក្លាក្រៃលែងនេះឯងបុណ្យនេះឯងដើរតួជាឧបឃាតកកម្មសម្រាប់កម្មជាអកុសលមិនមានឱកាសឲ្យផលអញ្ចឹងបុណ្យកុសលដែលយើងសាងនេះឯងដើរតួជំនួសអកុសលវិបាកនៃអាណាដែលបាបដែលចង់បាបដែលយើងបានសាងពីអតីតហើយនោះកុសលកម្មនេះអាចកម្ចាត់អកុសលកម្មហើយដើរតួឲ្យកុសលនេះចម្រើនជួយយើងសុខសប្បាយអញ្ចឹងព្រះអង្គបានបញ្ជាក់ពាក្យមួយចុងក្រោយបំផុតដែលព្រះអង្គសម្ដែងថាអ្នកទាំងឡាយ
ជួយញ៉ាំងប្រយោជន៍ឲ្យសម្រាប់ចុះនេះពាក្យប្រយោជន៍នៅទីនេះខ្ញុំចង់បញ្យល់ឲ្យបានយល់ថាព្រមចរិយញ៉ាំងជាប្រយោជន៍ដើម្បីសម្រេចមគ្គផលនិព្វាននោះគឺមានកម្រិតខ្ពស់ជាងពាក្យដែលខ្ញុំបញ្យល់ក្នុងការធ្វើទាននេះទាននេះយើងបានបំពេញហើយថាទានបារមីដែលព្រះពុទ្ធជាម្ចាស់តែបំពេញទានបារមីមុនគេឥឡូវយើងរួមគ្នាធ្វើដំណើរតាមព្រះអង្គដែលស្ដាប់ព្រះអង្គហើយយើងធ្វើតាមព្រះអង្គចឹងក្នុងគណៈនេះយើងមានចេះថ្លាដោយក្មួយរត់មកចូលខ្ញុំចេញមកជួបចុងកតុយចិត្តផុតមកនឹងរត់តាមមកដល់នេះក៏មកដល់កន្លែងសមាធិក៏ចង់បានកសាងព្រះចលាមចេតិយនិងកសាងព្រះមហាប្រាសាទតម្កល់បត្រៃវិដកពីរនេះជាបុណ្យដែលមិនអាចកាត់ថ្លៃបានបុណ្យទៀតមិនបដិសេធទេបានបុណ្យច្រើនព្រះអង្គសម្ដែងថាច្រើនតែបុណ្យនេះព្រះអង្គបញ្ជាក់ថាច្រើនអណៃកបកាគ្មានអ្វីប្រៀបបានជាបុណ្យប្រមាណមិនបានទេព្រះអង្គសម្ដែងថាប្រមាណមិនបាននឹងប៉ុណ្ណាទៅសម្រាប់ក្នុងវត្តសង្សារដ៏វែងឆ្ងាយដែលយើងដើរដំណើរទៅនេះយើងត្រូវចាយបុណ្យនឹងឯងដូចជាមានលុយធ្វើដំណើរក្នុងពិភពលោកនោះត្រូវមានលុយចាយបុណ្យដូចគ្នាទាំងយើងចង់ទៅកើតទីណាបានអាស្រ័យយើងមានបុណ្យច្រើនទៅដល់ណាក៏បានដែរអញ្ចឹងបុណ្យនេះឯងជាប្រយោជន៍ណាជាប្រយោជន៍ឲ្យយើងអាចសម្រេចមគ្គផលបានហើយបើលោកអ្នកណាចង់នៅក្នុងមនុស្សគឺសម្បត្តិមនុស្សដ៏លើសអង្គសម្ដែងសម្បត្តិនោះដ៏លើសគឺការចម្រើនសមាធិនេះនិងបុណ្យកុសលដែលយើងសាងនេះឯងបុណ្យបារមីទានបារមីហើយមជ្ឈមណ្ឌលយើងនេះគឺមានទាំងទានបារមីនិងហៅថាធម្មទាននិងអមិសទានចាទានបារមីនឹងមានពីរទាំងធម្មទាននិងអមិសទានកូនចៅប្រុសស្រីចូលកសាងមហាប្រាសាទឬក៏កសាងផ្លោះច្រាមចេតិយឬក៏កសាងវត្តអារាមផ្លូវដែលយើងកំពុងសាងសង់នេះនឹងក៏ជាទានបារមីហើយដល់ពេលយើងកសាងចាកពីបរិដកនឹងហៅថាធម្មទានណាធម្មទានជាទានទាំងពួងអញ្ចឹងទានទាំងអស់នេះបុណ្យមហាសាលមិនអាចកាត់ថ្លៃបានដែលព្រះអង្គសម្ដែងថាចាយក្នុងវត្តសង្សារដ៏វែងឆ្ងាយកើតចាស់ជឿស្លាប់សម្រំនឹងដល់ព្រះសាមេត្រីបានត្រាស់យើងអត់ធ្លាក់នរកប្រែដេរិឆានទេព្រះអង្គសម្ដែងថាបានបាំងទុក្ខអតិភពអត់ធ្លាក់ទុក្ខអតិបានទេមានតែសម្បត្តិមនុស្សដ៏លើសនឹងទេវតាសម្បត្តិមនុស្សដ៏លើសទៅទេវតាដូច្នេះយើងនឹងងាយស្រួលបំពេញបុណ្យកុសលសន្សំឧបនិស្ស័យដើម្បីឲ្យតាន់ព្រះសាមេត្រីទាំងអស់គ្នាទេណាសូមអនុមោទនាដូច្នេះយើងត្រូវយល់ពាក្យបន្តទៀតដែលព្រះអង្គសម្ដែងថាព្រមចរិយព្រះអង្គដែលបងបានត្រាស់ដឹងដោយបញ្ញាដ៏ឧត្តមរបស់ខ្លួនព្រះអង្គនឹងឯងគឺការដែលរៀនដោយប្រពៃសែបនឹងក៏មិនថាសែបគប់ប្រស្រ័យជាមួយដោយព្រះអង្គតែដឹកនាំថាកុំឲ្យសែបគប់ជនពេលត្រូវសែបគប់បណ្ឌិតអញ្ចឹងត្រូវប្រស្រ័យជាមួយបណ្ឌិតហ្នឹងជាអ្នកនាំឲ្យយើងធ្វើត្រូវធ្វើបុណ្យធ្វើទានល្អប្រសើរបើតែសែបគប់ជនពេលប្រស្រ័យជាមួយជនពេលវានឹងធ្វើឲ្យយើងคล้ายទៅជំនួសពេលជាមនុស្សសាងបាបកម្មធ្លាក់នរកអញ្ចឹងព្រះអង្គសម្ដែងថានេះត្រូវសែបហើយចម្រើនឲ្យរឿយបានន័យថាយើងសែបប្រស្រ័យជាមួយនឹងអរិយមេអង្គ8ព្រមចរិយធម៌នេះព្រះអង្គសម្ដែងទៅខាងមុខគឺអីគឺសតិប្បដ្ឋាន4នេះព្រះអង្គបញ្ជាក់ឯណាដើម្បីជាប្រយោជន៍ដើម្បីអនុគ្រោះដើម្បីសត្វលោកដើម្បីទេវតានិងមនុស្សណាទេវតាទាំងឡាយដែលយើងចុះមកទីនេះនៅក្នុងទេវតានៅក្នុងព្រៃនេះដែលគង់នៅទីនេះលោកនឹងទទួលស្ដាប់បានថានេះទេវតាដើម្បីចង់បានសេចក្តីសុខដែរព្រោះទេវតាចង់បានបុណ្យតែអញ្ចឹងបានខ្ញុំកសាងទេវបតី8ទិសហ្នឹងបូជាទេវតាហ្នឹងដោយសារយើងធ្វើបុណ្យដែរពេលយើងធ្វើបុណ្យយើងឧទ្ទិសជូនទេវតាហើយទេវតាកាលណាយើងឧទ្ទិសបុណ្យជូនគឺទេវតាសប្បាយចិត្តណាស់ជាជ្រះថ្លារីករាយតែងគាំទ្រថែរក្សាយើងវិញដោយតែយើងគ្រប់ម៉ែឪអញ្ចឹងលោកថែរក្សាយើងថែរក្សាលោកវិញអញ្ចឹងទៅវិញទៅមកបានបុណ្យអញ្ចឹងហើយទេវតាលោកស្ដាប់ធម៌លោកបានបុណ្យដែរអញ្ចឹងទេវតាទាំងអស់លោកក៏ត្រូវការបុណ្យកុសលដូចតែយើងដែរដើម្បីមានបុណ្យនឹងតាំងតទៅទៀតទេវតាបើអស់បុណ្យធ្លាក់មកមនុស្សវិញដូចគ្នានឹងឡើងទៅព្រំក៏ដោយតែអស់បុណ្យហើយធ្លាក់មកវិញដូចគ្នាអញ្ចឹងទេវតាត្រូវការបុណ្យអញ្ចឹងយើងផ្សាយបុណ្យទៅទេវតាដើម្បីឲ្យទេវតាទៅជួយថែរក្សាដល់ប្រទេសកម្ពុជាយើងឲ្យបានរុងរឿងហើយទេវតានឹងជួយជ្រោមជ្រែងទាំងព្រះមហាក្សត្រទាំងថ្នាក់ដំប្រទេសទាំងប្រជាជនទាំងប្រសង់ស្ដេចសង្ឃទាំងអស់ពិសេសកងទ័ពយើងដែលការពារសមរភូមិមុខជាដើមកាលណាយើងធ្វើសមានិធិនេះហើយយើងផ្សាយបុណ្យនេះទៅទេវតាជូនបុណ្យទៅទេវតាទៅជួយទ្រទ្រង់ការពារថែរក្សាប្រទេសជាតិយើង
ឲ្យផុតពីភ្លើងសង្គ្រាមឲ្យជនឆ្លៀនពៀននឹងបាក់បបខ្លោបខ្លាចទៅវិញស្ងប់រងាប់ទៅវិញអញ្ចឹងយើងមានតែបុណ្យនេះឯងមានតែបុណ្យក្នុងចិត្តហើយចិត្តនេះឯងមានកម្លាំងខ្លាំងណាស់ព្រះអង្គសម្ដែងថាគ្មានអ្វីធំជាងចិត្តទេកម្លាំងចិត្តនេះធំណាស់ខ្លាំងណាស់អាចជួយផ្សាយមេត្តាទៅដល់សពសត្វបានដោយព្រះពុទ្ធជាម្ចាស់ផ្សព្វផ្សាយជួយដល់សត្វលោកបានអាស្រ័យលើមានឧបនិស្ស័យដែរឧបនិស្ស័យគឺធ្លាប់សន្សំបុណ្យផងដែរបើសាងតែបាបកម្មគ្រប់មុខនោះមិនអាចជួយរួចឡើយចឹងបានយើងត្រូវសាងបុណ្យទាំងអស់គ្នាដើម្បីជួយគ្នាទៅវិញទៅមកសម្រាប់រស់ផុតពីរឿងឧបទ្រពចង្រៃភ្លើងសង្គ្រាមក្នុងពិភពលោកនេះហើយខ្ញុំសូមបញ្ជាក់ជូនថាព្រះអង្គទ្រង់សម្ដែងថាតថាគតសម្ដែងហើយដោយបញ្ញាដកដំអ្នកទាំងឡាយក៏បីរៀនដោយប្រពៃនោះគឺអីចម្រើនឲ្យរឿយៗដោយប្រការដោយប្រពៃនោះគឺសតិប្បដ្ឋាន4សមាធិប្រធាន4អធិបាត4អីទៀតឥន្ទ្រី5ពលៈ5ភោជង្គៈប្រង7អរិយមគ្គអង្គ8នេះដែលយើងកំពុងមកអង្គុយនេះគឺយើងប្រព្រឹត្តនៅក្នុងអរិយមគ្គអង្គ8ហេតុអីបានព្រះអង្គសម្ដែងសតិប្បដ្ឋាន4មុនហើយព្រះអង្គបញ្ជាក់ថាបុគ្គលណាចម្រើនសតិប្បដ្ឋាន4ឲ្យបរិបូរណ៍នឹងបានអរិយមគ្គអង្គ8អរិយមគ្គអង្គ8នៅខាងចុងហើយព្រះអង្គសម្ដែងទៀតថាម៉េចបុគ្គលណាចម្រើនអរិយមគ្គអង្គ8បរិបូរណ៍នឹងបានសតិប្បដ្ឋាន4ណាហើយយើងខ្ញុំបានបរៀនបញ្យល់ហើយពីសតិប្បដ្ឋាន4ចរណាបាបរិបូរណ៍បានសតិប្បដ្ឋាន4យ៉ាងណានោះព្យាយាមនឹកឃើញឡើងវិញកុំឲ្យភ្លេចណាបញ្យល់ហើយកុំឲ្យភ្លេចព្យាយាមនឹកឃើញឡើងវិញថាខណៈដែលខ្ញុំបានបញ្យល់ថាចម្រើនអាណាបាបរិបូរណ៍នឹងបានសតិប្បដ្ឋាន4នោះដោយប្រការណារបៀបណាវិធីណាចាអញ្ចឹងពេលដែលព្រះអង្គសម្ដែងសង្ខេបមកបានន័យថាពោធិបយធម៌ទាំង37ប្រការហ្នឹងសង្ខេបមកគឺអរិយមគ្គអង្គ8អរិយមគ្គអង្គ8សង្ខេបមកគឺអីសិលសមាធិបញ្ញាដែលយើងកំពុងអង្គុយចម្រើននេះជាការផ្ដើមឲ្យបានយល់ពីទ្រឹស្ដីព្រះអង្គដែលយើងស្ថិតនៅក្នុងធម៌ព្រះពុទ្ធជាម្ចាស់ជាមលុបពោធិណាជាមលុបពោដ៏ពិសេសហើយធម៌ពុទ្ធជាម្ចាស់ជាមលុបពោដ៏ពិសេសបុគ្គលណាស្ថិតក្រោមមលុបពោបុគ្គលនោះនឹងបានសេចក្តីសុខព្រោះមានតែជះបារមីខ្លាំងណាស់មលុបពោគឺមលុបប្រធរដែលព្រះអង្គបានត្រាស់ដឹងដោយបញ្ញាព្រះអង្គដ៏ឧត្តមនឹងប្រុសសត្វលោកដែលស្ថិតនៅក្នុងអរិយមគ្គអង្គ8ដែលសង្ខេបទៅតែបើព្រះអង្គសម្ដែងពីសាសនៈព្រហ្មចរិយៈនោះដែលតាំងនៅយូរអង្វែងបានហ្នឹងតើតែយើងទាំងអស់គ្នាអនុវត្តនៅក្នុងពោធិបយធម៌ទាំង37ប្រការគឺមានសតិប្បដ្ឋាន4សមាធិប្រធាន4អធិបាត4ឥន្ទ្រី5ពលៈ5ភោជង្គៈ7និងអរិយមគ្គអង្គ8ខ្ញុំនឹងបញ្យល់មួយទៅខាងក្រោយតែឥឡូវខ្ញុំគ្រាន់តែផ្ដើមឲ្យយល់ចូលចិត្តថាធម៌ព្រះពុទ្ធជាម្ចាស់នឹងហើយជាមលុបពោនោះជាមលុបនៃការត្រាស់ដឹងធម៌របស់ព្រះអង្គហើយពោនឹងឯងកើតដំណើរព្រះពុទ្ធជាម្ចាស់ត្រាស់ដឹងណែប្រសូតទាំងព្រះអង្គប្រសូតពោនឹងក៏ដោះឡើងដោយខ្លួនឯងនៅក្នុងថ្ងៃដំណើរព្រះអង្គប្រសូតនឹងអញ្ចឹងដល់ពេលព្រះអង្គត្រាស់ដឹងក៏ទៅត្រាស់ដឹងនៅក្រោមពោនឹងអញ្ចឹងបានខ្ញុំនឹកឃើញគុណបំណាច់ពុទ្ធិការត្រាស់ដឹងព្រះអង្គនឹងបានជាខ្ញុំរៀបចំប្លង់មេជាស្លឹកពោជាស្លឹកពោសំដៅទៅលើនៅក្រោមមលុបប្រធរដែលយើងចារកម្ពីបត្រៃបដនេះឯងដែលយើងកំពុងទៅនាំគ្នាសាងមលុបពោឲ្យខ្លួនឯងហើយកសាងប្រាសាទដាក់តម្កល់បត្រៃបិដកដើម្បីឲ្យពុទ្ធបរិស័ទបានអានមកពាក្យពីរពាក្យក្តីក៏បានន័យថាសាងមលុបពោឲ្យខ្លួនឯងគឺជ្រកក្រោមមលុបពោដោយខ្លួនឯងនេះឯងពុំមានអ្នកណាឲ្យទេគឺយើងព្យាយាមយកដោយខ្លួនឯងព្រះអង្គបានបញ្ជាក់បន្ទាប់ពីព្រះអង្គពោលជាមួយព្រះអនន្តហើយព្រះអង្គបានបញ្ជាក់ទៀតថាជនទាំងឡាយទោះបីក្មេងក្តីចាស់ក្តីពេលក្តីបណ្ឌិតក្តីអ្នកមានក្តីអ្នកក្រក្តីជនទាំងអស់នោះតែងមានសេចក្តីស្លាប់នៅខាងមុខណែអញ្ចឹងយើងកុំប្រមាទកុំគិតតែនៅក្មេងសេចក្តីស្លាប់អត់ទៀងទេដូច្នេះក្នុងគណៈយើងមិនប្រមាទយើងខំប្រឹងប្រែងសាងបុណ្យពីក្មេងនេះឯងដែលនាំឲ្យយើង
បានទទួលនៅអីទៀតនៅសេចក្តីសុខពីក្មេងរហូតដល់ចាស់ពីជាតិនេះទៅជាតិមុខរហូតទៅឥឡូវនេះយើងនឹងចាប់ផ្ដើមអនុវត្តសមាធិចាដោយអង្គុយពេនភ្នែនកាយតាំងកាយឲ្យត្រង់ព្រះអង្គសម្ដែងថាសត្វលោកមានអាហារពីរឥឡូវយើងបង្អោនចិត្តតាមព្រះអង្គសម្ដែងឲ្យដឹងថាអាហារពីរអ្វីខ្លះអាហារពីរគឺអាហារផ្លូវកាយនិងអាហារផ្លូវចិត្តអាហារផ្លូវកាយយើងបានដឹងស្រស់អស់ហើយទៅទឹកភាសាហើយព្រឹកមិញនឹងទឹកមកនឹងអញ្ចឹងវាមានគ្រប់មុខអ្នកណាចូលចិត្តអីខាងអីក៏ពិសាទៅឯអាហារផ្លូវកាយនេះមានគីមីច្រើនណាស់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពបើសិនណាជាយើងមិនបានប្រយ័ត្នទេនោះវានឹងមានរោគផ្សេងកើតឡើងអាហារផ្លូវកាយយើងងាយយល់ងាយដឹងទេតែអាហារផ្លូវចិត្តនេះដែលសត្វលោកកម្រដឹងអាហារផ្លូវចិត្តនេះឯងដែលបំផ្លាញសុខសន្តិភាពក្នុងចិត្តរបស់យើងបើសិនជាយើងមិនបានគិតឲ្យដិតដល់ទេនោះអាហារផ្លូវចិត្តដែលយើងកំពុងប្រតិបត្តិនេះឯងដែលកម្ចាត់អាហារផ្លូវចិត្តដែលមានជាតិគីមីគឺភ្លើងលោភៈទោសៈមោហៈទិដ្ឋិមាននេះដែលយើងចេះតែទទួលយកដុតចិត្តខ្លួនឯងឲ្យវឹកវរឲ្យញាប់ញ័រឲ្យភ័យខ្លាចឲ្យខ្វល់ឲ្យរវល់កើតទុក្ខរីងរៃរ៉ាំរ៉ៃគ្រប់បែបយ៉ាងគឺយើងជាអ្នកឲ្យអាហារពុលផ្លូវចិត្តរបស់ខ្លួនឯងដោយខ្លួនឯងក្នុងខណៈដែលយើងបានជួបប្រទះភ្នែកឃើញរូបដែលឃើញដោយភ្នែកចិត្តគេទទួលមកពេញចិត្តឬមិនពេញចិត្តពេញចិត្តនិងមិនពេញចិត្តនេះឯងជាអាហារគីមីជាអាហារធ្វើឲ្យខូចសុខភាពផ្លូវចិត្តមានភ្លើងលោភៈទោសៈមោហៈទិដ្ឋិចឹងនេះបង្អោនចិត្តឲ្យដឹងថាតើមានចឹងមែនទេក្នុងជីវិតយើងតាមព្រះអង្គសម្ដែងបាបអកុសលទាំងឡាយព្រះអង្គឲ្យតមជាជំងឺផ្លូវចិត្តដែរតែសត្វលោកស្ដាប់បានតែមួយខាងគឺគ្រូពេទ្យខាងអាហារផ្លូវកាយពេទ្យឲ្យតមអ្វីខ្លះយើងប្រឹងតមតាមពេទ្យមានជំងឺស្ករលើសខ្លាញ់លើសឬក៏កាពះពោះវៀនថ្លើមយ៉ាងណាយើងព្យាយាមតមតាមគ្រូពេទ្យប្រាប់ឬក៏អ្នកដទៃប្រាប់ប៉ុន្តែចំពោះព្រះពុទ្ធជាម្ចាស់ដែលមានទេជះបារមីមានបញ្ញាដ៏ខ្លាំងក្លាមុះមុតដែលព្រះអង្គត្រាស់ដឹងធម៌ដ៏ឧត្តមដោយបញ្ញាខ្លួនឯងដែលគ្មានបុគ្គលណាបានប្រៀបបានសូម្បីតែទេវតាឥន្ទព្រំក៏គោរពបូជាព្រះពុទ្ធជាម្ចាស់រួមទាំងពួកយើងផងដែរព្រោះព្រះអង្គមានទេជះបារមីខ្លាំងមានបញ្ញាញាណដឹងសពទាំងអស់លើពិភពលោកនេះពុំមានចន្លោះឡើយកុំថាឡើយចក្រវាលប្រមាណដល់ណាក៏ដោយព្រះអង្គដឹងទាំងអស់ដោយអានុភាពនៃការចម្រើនសមាធិនេះសមាធិនេះមានអំណាចមានឥទ្ធិពលអានុភាពខ្លាំងណាស់ដែលអាចហោះហើរបានបែងភាគបានអាចទៅប៉ះពពកឬក៏ព្រះអាទិត្យប្រច័ណ្ឌបានអាចជ្រែកទឹកជ្រែកដីបានអាចទៅមើលឋាននរកឋានសួគ៌បានតើឥទ្ធិឫទ្ធិខ្លាំងក្លាប៉ុណ្ណាទៅដោយសមាធិដែលមានឫទ្ធិអភិញ្ញានិរោធសមាបត្តិនេះសំខាន់ណាស់ទៅណាអញ្ចឹងដោយសារតែកន្លងមកអវិជ្ជាវាគ្រប់សង្កត់ធ្វើឲ្យយើងទទួលទានយកអាហារដែលបំផ្លាញសុខភាពផ្លូវចិត្តបំផ្លាញភាពសុខសាន្តនៃរូបកាយទាំងកាយទាំងចិត្តនេះយើងដល់អត់ដឹងខ្លួន